còn tại ngày này chui đây pi bật tay hay bong bồn mình thầm đá chụp con muối Venezuela muối hết sọ khăng đôi kia mình tên bong bồn bò miền này nơi ngày tí mà phay pram khai mi thôn ná năm pi bò mà phay bầm muối này tam đó là lấy nhóm châu mình dây pi khang Venezuela muốn bà đòi chui đây pi lơ mà hỏi đại bằng co oi mình nút slap ប្រមាណជារាប់រយអ្នកបងប្អូនហើយខ្ញុំជួយដីមានកម្លាំង 7.2 Richter និងដល់រហូតដល់ 7.5 Richter បាទហើយបានវាយប្រហារភាគខាងជើងនៃប្រទេស Venezuela ហើយនឹងមានរយៈពេលជាង1នាទីបងប្អូនមិនធម្មតាអាជ្ញាធរបានប្រកាសពីស្ថានភាពអាសន្នមានអាគារបានបាក់ហើយដួលរលំជាច្រើននៅឯរដ្ឋធានីការ៉ាកាសហើយទូលេខបឋមនឹងបានបង្ហាញថាមនុស្សស្លាប់ជាង32នាក់ហើយនឹង700នាក់ទៀតកំពុងរបួសបងប្អូនហើយនឹងគណៈដែលមនុស្សជាច្រើនទៀតកំពុងតែកប់ក្រុមកំណកបាក់បែកបងប្អូនហើយមានការព្រមានពីរលកយៈស៊ូណាមីផងដែរដែលអាចមានកើតនៅតំបន់នេះនៅតំបន់សមុទ្រការ៉ាបៀនបងប្អូនឥឡូវយើងចូលទៅប្រទេសជប៉ុនវិញចំនួន 6.9 ទៅ 7.2 Richter ប៉ុន្តែมันមានរលកស៊ូណាមីទេបងប្អូនហើយកម្លាំងជួយដីហ្នឹងវាប្រហែលជា 6 ទៅ 7.2 Richter ហ្នឹងបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រនៃភាគឦសាននៃប្រទេសជប៉ុនបាទហើយអាការរំជួយដីហ្នឹងត្រូវគេមានអារម្មណ៍ថាអង្គើទៅដល់ទីក្រុងតូក្យូបើនៅ Venezuela វិញអង្គើទៅដល់កូឡុំប៊ីមានអារម្មណ៍ថាអង្គើទៅដល់កូឡុំប៊ីមិនធម្មតាណាហើយខាងជប៉ុនហ្នឹងអត់មានសេចក្តីរាយការណ៍ថាស្លាប់ឬក៏ខូចខាតអីច្រើនទេបងប្អូនហើយនឹងអាជ្ញាធរជប៉ុនបានបញ្ជាក់ថាអត់មានអាឡូកស៊ូណាមីនោះទេហើយនិយាយទៅរវាងពីប្រទេសមួយអត់ដែលមានបញ្ហាជួយដីគ្រាន់តែជួយដីពឹបស្លាប់មនុស្សម្ដង32នាក់ហើយរបួស700នាក់កាលណាជប៉ុនណាមួយឆ្នាំជួយដីសឹងតែរាល់ឆ្នាំជួយដីសឹងតែគ្មានថ្ងៃខានហ្មងជប៉ុនហើយមើលជប៉ុនអត់មានតួលេខអ្នកស្លាប់អត់មានតួលេខអ្នករបួសទេគ្រាន់តែវាមានដែររបួសវាមិនអត់ទេគ្រាន់តែកលិតកលាញដៃជើងអីចឹងទៅតែបើចំពោះប្រទេស Venezuela វិញដូចធ្ងន់ធ្ងរដល់បងប្អូនហើយអញ្ចឹងសម្រាប់ដែលប្រទេសណាដែលមិនទាន់មានជួយដីយើងគួរតែប្រុងប្រយ័ត្នឲ្យទៅបងប្អូនព្រោះយើងមើលតែរវាងជប៉ុនហើយនិង Venezuela ខុសគ្នាដាច់ហ្មងកម្រិតប្រហែលគ្នាខុសគ្នាតែ 1.2 អីទេក៏ប៉ុន្តែនៅ Venezuela 32នាក់របួស700នាក់ហើយជប៉ុនរបួសតែ 2-3 នាក់ទេហើយអត់មានរបាយការណ៍ស្លាប់ទៀតអញ្ចឹងវាសវត្ថភាពដែរប្រទេសជប៉ុនព្រោះអីថាប្រទេសគេវាលក្ខណៈថាជួយដីខ្លាំងគេមានរបៀបទប់ស្កាត់អាគារគេហ្មងអីអត់ដួលទេខណៈដែលប្រទេស Venezuela ជាប្រទេសដែលអត់ធ្លាប់អាប្រភេទជួយដីអញ្ចឹងមិនថាអត់ជួយដែរតែជួយតិចវាកម្រជួយដល់ពេលអញ្ចឹងទៅភ្លេចខ្លួនធ្វើអាគារមកមកទប់ជាប់តែអត់មានអាប្រព័ន្ធការពារជួយដីដល់ពេលអញ្ចឹងជួយមកបាក់ខ្ទេចហ្មងបងប្អូនមិនធម្មតាទេហើយនិយាយទៅដូចនៅថៃក៏មានអញ្ចឹងដែរហើយប្រហែលថ្ងៃមុនហ្នឹងឃើញមានការព្រមានដែរឃើញមានការព្រមានតាក់ទងទៅនឹងការជួយដីដែរខ្ញុំចាំមើលដែរហ្នឹងរហូតគេថាដល់ថ្ងៃទីប្រហែលនេះចាំមើលខ្ញុំទៅស្រាវជ្រាវមើលសិនចាំមើលខ្ញុំបញ្ជូនព័ត៌មានឲ្យបន្តទៀតតាក់ទងនឹងរបាយការណ៍ជួយដីប្រហែលថ្ងៃខាងមុខនេះគេថាមាននៅភាគអាស៊ីដែរតែគ្រាន់តែថាមានអារម្មណ៍ចំពោះកម្ពុជាវៀតណាមថៃឡាវហើយនឹងម្ដុំមីយ៉ាន់ម៉ាគេថាគ្រាន់តែអង្គើ